ពាក់កណ្ដាលផងអង្គុយម្ដងបាទហើយ ប្រងអើយ មកហត់មកឆ្ងាញ់បងប្អូនមកបាយយឺស្អាត យប់នេះចន្ទ្រះទេសភាពដើមឈើយើងបងប្អូនណា ចៅរេស្មី ច្រើនណាស់ ស្មីបំភ្លឺណាស់ណា គឺញោមច្រើនមែនទេ ចៅរេស្មីស្មីបំភ្លឺណាស់ណាខ្ញុំរែងរងា ការអង្គុយការកំសាន្តនៅក្រោមដើមឈើដែលមានមនុស្សពណ៌មួយតង់ស្រស់ខ្ចីឃ្យូស្រងាត់នេះគឺវាផ្ដល់ផលអត្ថប្រយោជន៍ផលប្រយោជន៍យ៉ាងច្រើន ឆ្លើយមកស្នេហ៍ខ្ញុំទេ បាទប៉ុន្តែបានតែថ្ងៃបងប្អូនណាពេលយកអត់បានទេព្រោះពេលថ្ងៃរុក្ខជាតិដើមឈើទាំងឡាយវិញចេញចោល គេធ្វើរងើយ ចឹងពេលដែលយើងមកដល់ខាងក្រៅយើងអាចដកដង្ហើមស្រូបយកខ្យល់អាកាសបរិសុទ្ធនៃដើមឈើបានបាទហើយតំបន់នេះគេបីត្រករោងចក្រឧស្សាហកម្មរោងចក្រសម្លៀកបំពាក់ស្បែកជើងអីទេបាទវាសិតតែខ្យល់មិនឃើញជាបរិសុទ្ធទេតែបើនៅទីនេះតំបន់ក្នុងវាបរិសុទ្ធច្រើន លើដៃ បាទអញ្ចឹងអារម្មណ៍ក៏ស្រស់ស្រាយល្អដែរថ្ងៃនេះខ្ញុំនៅមានដំណើរបេសកកម្មឡើងទៅលើមកជាងពាក់កណ្ដាលទៀតដឹងថាប្រហែល